nè cầm tà lái cái lái sập bạc nắng á nè bọn tụi nó ốp lơ phía nè bọn trong tôi ốp lơ nè bọn này lấy dân thôi với bên này thò mà đá tát sẽ lấy vào phía một ngụp còn thằngนี้វាកម្រិតទី1នេះកម្រិតទី2អូនហើយម្ដាយអូនបងប្អូនដល់គ្នាចេញទៅទៀតហើយបងប្អូនយើងទាំងអស់គ្នាណាថ្ងៃនេះចេញបាន2ដើមទៀតបងប្អូនតែមុននឹងចេញយើងធ្វើតែសិនដែលម្ដើមនេះជូនខាងបងប្រុសនៅខាងបាត់ដំបងហើយម្ដើមនេះជូនខាងបងប្រុសនៅខាងខេត្តកដាលបងប្អូនតើតើជាមួយនឹងប្រភេទអំភ្លីនេះស្អាតខ្លាំងមែនទែនបងប្អូនសម្រាប់ប្រភេទអំភ្លីស៊េរីថ្មីហ្នឹងវាមានភ្លើងជុំវិញវានឹងមកជុំហើយលើម៉ាស៊ីនវាពីខាងក្រោយមានកង្ហាលមកគ្របទៀតបងប្អូននៅលើម៉ាស៊ីនរបស់វាមានកង្ហាលមកគ្របប្រភេទអំភ្លីនេះបងប្អូនអាចប្រើ direct ភ្លើងអាគុយចូលក៏បានភ្លើង220ចូលក៏បានបងប្អូនអាចដាក់អាគុយឬក៏ថ្មនៅខាងក្រោយមកគ្របទៀតដើម្បីដើរទូជាថ្មសាកក៏បានដែរបងប្អូនតើតើជាមួយនឹងប្រភេទអំភ្លីហ្នឹងឥឡូវខេបងប្អូនតោះខ្ញុំលំអិតជូនបងប្អូនតាក់ទងជាមួយនឹងមុខងារទំនើបខ្ញុំថាប្រភេទអំភ្លីនេះគឺវាស្អាតហើយវាទំនើបខ្លាំងមែនទែនបងប្អូនយើងទាំងគ្នាតាក់ទងជាមួយនឹងប្រភេទអំភ្លីនេះកាលពីមុខងារអេកូមុខងារ reverb មុខងារលើកសលេងច្រៀងឲ្យព្រោះវាក៏មានមុខងារពិសេសដូចជាមុខងារសម្រាប់បិទបើកភ្លើងនៅលើជុំវិញរបស់វាហ្នឹងក៏មានជាមួយនឹងមុខងារបន្ថែមនេះបងប្អូននេះគឺសាប់បាសនេះបានន័យថាបើសិនជាបងប្អូនខ្លះគាត់មានបាសតែបាសរបស់គាត់មានអារម្មណ៍ថាពេលដែលបើកខ្លាំងទៅវាអត់សូវបុកវិញបងប្អូនឬក៏ថាវាមិនសូវបុកតែតងជាមួយនឹងប្រភេទអំភ្លីនេះគឺផ្សេងខ្លាំងមែនទេបងប្អូនដោយសារអីវាមានបាសកន្លែងនេះមួយហើយវាមាននេះបងប្អូនសាប់បាសកន្លែងនឹងមួយទៀតបងប្អូនបានន័យថាបើសិនជាបងប្អូនតឡើងអានេះអស់ហើយវានៅតែមានអារម្មណ៍ថាมันបុកបងប្អូនអាចបន្ថែមជាមួយកន្លែងនេះមួយទៀតបងប្អូនបានន័យថាកន្លែងហ្នឹងគឺឧបលើទាំងថាលោតងាប់ខ្លួនចោលបងប្អូនយើងតើគ្នាតតងជាមួយនឹងមុខងារកន្លែងបាសហើយជាមួយនឹងសាប់បាសបានវា2ដប់បងប្អូនយើងទាំងអស់គ្នាណាកន្លែងហ្នឹងហើយតតងជាមួយនឹងប្រភេទអំភ្លីនេះបងប្អូនជំរឿននៃការប្រើមកទៀតរបស់វាទៀតបងប្អូនដោយសារវីដេអូរបស់យើងវាមានពេលខ្លីចឹងបងប្អូនតែខ្ញុំអាចលំអិតជូនបងប្អូនទាំងអស់គ្នាបានគាត់ថាប្រភេទអំភ្លីនេះតតងជាមួយនឹងភ្លើងបងប្អូនអាចកំណត់ម៉ូដរបស់វារត់ថាវារត់របៀបម៉េចបិទភ្លើងចោលយកតែម្ដងឬក៏ឲ្យភ្លើងវាភ្លឺតិចមិនឲ្យភ្លឺខ្លាំងគឺវាមានកំណត់នៅលើមុខងារនឹងទាំងអស់បងប្អូនតតងជាមួយនឹងប្រភេទអំភ្លីនេះប្រភេទនេះមានរុន USB 2នេះ USB នេះជារុនសម្រាប់បងប្អូនសាកថ្មទូរស័ព្ទបានន័យថាវាដើរតួជាអំភ្លីផងដើរតួជា power bank សម្រាប់សាកថ្មទូរស័ព្ទផងដល់នេះបងប្អូនណាហ្នឹងគឺដូចជា 5V 0.5 ampere បងប្អូនយើងទាំងអស់គ្នាតតងជាមួយនឹង USB charger ហ្នឹងបងប្អូនតតងជាមួយនឹងរុនកន្លែងមួយនេះហើយតតងជាមួយនឹងជំរឿននៃការប្រើផ្សេងទៀតបងប្អូនដូចជាមុខងារម៉ូដសំឡេងបងប្អូនណាម៉ូដសំឡេងតែលោកនេះបងប្អូនមុខងារ Eco នេះបានន័យថាមុខងារជាស្អីមុខងារ EQ នេះបងប្អូនបានន័យថាមុខងារនេះបើសិនកាលនេះបងប្អូនអត់ចេះសេរីថាយើងប្រើក្នុងផ្ទះយើងចុចរបៀបម៉េចយើងប្រើនៅក្រៅផ្ទះយើងសេរីរបៀបម៉េចចឹងបងប្អូនគាត់នឹងចុចកន្លែងមុខងារលេខនេះមកគឺវានឹងសេរីឲ្យបងប្អូនខ្លួនឯងតែម្ដងបងប្អូនតតងជាមួយនឹងមុខងារហ្នឹងហើយតតងជាមួយនឹងមុខងារផ្សេងមួយទៀតគឺមុខងារ reset បានន័យថាបើសិនជាបងប្អូនចុចជាប់អត់ដឹងទៅជាមិនទេបងប្អូនចុចតែមុខងារ reset ហ្នឹងមកបានន័យថាវានឹងត្រឡប់មករលំនាំដើមវាវិញទាំងអស់ដូចថ្មីចឹងបងប្អូនយើងទាំងអស់គ្នាតតងជាមួយនឹងប្រភេទអំភ្លីហ្នឹងណាបងប្អូនសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនតតងមួយប្រភេទអំភ្លីនេះគឺមានមុខងារពិសេសច្រើនជាងនឹងទៀតប៉ុន្តែដោយសារវីដេអូវាមានខ្លីបងប្អូនហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់កុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពីដងច័ន្ទភ័ក្របងទៅដល់ដឹងអូនម្ដាយអូនបងក៏ផ្ទះបងថាខ្លួនបងក្រណាស់អូនហើយបងស្រឡាញ់អូនណាស់ចាំមិនយល់ចិត្តបងនេះបងចាំមើលកន្លែងនេះគឺបាសខ្ញុំស្រីឡើងអស់ហើយស្រីឡើងអស់វាលោតបានប៉ុណ្ណឹងបងប្អូនដល់ពេលខ្ញុំតឡើងកន្លែងនេះបងប្អូនណានេះខ្ញុំតឡើងកន្លែងសាប់បាសហ្នឹងនេះបងចាំមើលឧបលើវាហើយណាស្រហមិនបងចង់ទូឧបលើនេះបងនេះឥឡូវយើងថយវិញវានៅធម្មតាតែសលេងរបស់វាមកងប់គាត់ថានេះវាកម្រិតទី1នេះកម្រិតទី2តែអូនហើយម្ដាយអូនមិនអើយ